មីងថាបើមិនជួយផ្សព្វផ្សាយទេបន្តិចទៀតកូនខ្មែរលែងស្គាល់តកៅនាងហើយហើយរូបមន្តពីដូនតាដែលយកសរសៃសូត្រចេញពីសបុកតកៅនាងក៏នឹងត្រូវបានបាត់បង់ដូចគ្នាបើគ្មានអ្នកជួយផ្សព្វផ្សាយគ្មានអ្នកជួយគ្រប់គ្រងហើយខ្ញុំពិតជាខ្មាស់អ្នកមីងមែនដោយសារខ្ញុំមិនដែលស្គាល់មែនដែលដឹងថាសបុកតកៅនាងរូបរាងមិនទេតែមិនឃើញលើកទី1ហើយក៏ជាលើកទី1ដែរដែលឃើញគាត់អង្គុយយកសរសៃសូត្រចេញពីសបុកតកៅនាងម្ដងមកសរសៃគិតទៅដូនតាខ្មែរយើងប៉ិនមែនមិនបានជារកនឹកឃើញយកសរសៃសូត្រចេញពីសបុកតកៅនាងនេះហើយបង្កើតបានទៅជាកណាត់សម្ពុតដែលស្រស់ស្អាតនិងមានតម្លៃដែលបន្សល់ទុករូបមន្តនេះឲ្យកូនខ្មែរដល់ពេលបច្ចុប្បន្នហើយឥឡូវនេះអ្នកប្រទេសមានជ័យបានសម្លឹងឃើញថាសបុកតកៅនាងនេះក៏វាមានអត្ថប្រយោជន៍ចំពោះស្បែកខ្លាំងដែរអញ្ចឹងហើយឥឡូវនេះគេនឹកឃើញយកទៅផលិតជាសាប៊ូសូត្រមាសឯក Beauty ជាស្នាដៃរបស់កូនខ្មែរយើងនេះហើយអញ្ចឹងគ្រប់គ្រងផលិតផលខ្មែរទាំងអស់គ្នាបងប្អូនសាប៊ូសូត្រមាសឯក Beauty នេះកំពុងតែផ្ទុះលើទីផ្សារដោយសារតែគ្រឿងផ្សំពីសបុកតកៅនាងដែលកម្រមានអ្នកដែលបានប្រើហើយគឺដឹងតែសើហ្មងថាសាប៊ូសូត្រមាសឯក Beauty នេះប្រើទៅមុខទុនអាឡងភ្លឺថ្លាអ្នកមានមុនគឺវាជួយជំរុះមុនចេញពីស្បែកមុខហើយនៅមួយទៀតអត់ធ្វើឲ្យស្បែកមុខរបស់យើងស្ងួតទេហើយគាត់ថាលក់ដាច់ខ្លាំងសឹងតែធ្វើមិនទាន់ណាមួយថ្ងៃធ្វើមិនក្រោម1000ដុំទេមានទាំងលក់ស្រុកខ្មែរហើយមានបងប្អូននៅក្រៅប្រទេសដូចនៅប្រទេសជប៉ុនអាមេរិកកាណាដាអូស្ត្រាលីអីក៏ឆាតមកទិញគាត់ដែរគាត់ផ្ញើសាប៊ូសូត្រមាសឯក Beauty នេះទៅដល់ក្រៅប្រទេសទៀតហើយបើបងប្អូនចង់ទិញអាចឆាតទិញតាម page ឯក Beauty ខ្ញុំមានដាក់នៅលើអេក្រង់វីដេអូនឹងរួចជាស្រេចហើយនិយាយមែនខ្ញុំបានមកដល់ទីតាំងផ្ទាល់ខ្ញុំរំភើបដោយសារខ្ញុំឃើញថាជាស្នាដៃខ្មែរយើងអ្នកផលិតពិតមានតាំងពីស្ក្រាប់ល្ងខ្មៅនេះសិតតែផលិតផលធម្មជាតិទាំងអស់ហើយមុននឹងខ្ញុំមកថតហ្នឹងខ្ញុំបានប្រាយទាំងសាប៊ូសូត្រមាសឯក Beauty ទាំងស្ក្រាប់ល្ងខ្មៅអីចង់ដឹងថាគ្រឿងផ្សំគេធ្វើអីខ្លះបងប្អូនហើយធម្មជាតិមែនទេនេះគឺសកម្មភាពដែលអ្នកស្រុកអ្នកភូមិកំពុងតែអង្គុយបេះបន្លែមិនយកទៅស្លទេគឺយកទៅធ្វើជាសាប៊ូមានតាំងពីស្ដៅតាំងពីល្មៀនមានបល័យមានអំពិលទុំមានគ្រឿងផ្សំបែបធម្មជាតិជាច្រើនទៀតហើយផលិតផលហ្នឹងមិនមែនមានតែសាប៊ូទេបងប្អូនក្រែមលាបមាត់ព្យាបាលបបោមាត់ក៏មានដែរខ្ញុំស្រឡាញ់ខ្លាំងមែនទេហើយនេះជាលើកទី1ដែលខ្ញុំឃើញគេធ្វើក្រែមធ្វើតែមួយផ្លេត 4-5 នាទីក្រែមស្ងួតហើយសាប៊ូដុសខ្លួនក៏ពួកគាត់ផលិតបានដែរគឺមានឈ្មោះថាសាប៊ូអង្គរសម្រូបគ្រឿងផ្សំពីអង្គរសម្រូបហើយជួយបំបត្តិមុនខ្នងនិងបញ្ហារមាស់ស្បែកល្អប្រើមែនទែនបងប្អូនហើយមួយទៀតកាន់តែប្លែកគឺគេយកស្ដៅទៅផលិតជាសាប៊ូស្ដៅនេះគឺមានអត្ថប្រយោជន៍ជួយបំបត្តិក្លិនខ្លួនយ៉ាងពិសេសហើយនឹងរមាស់រោលស្បែកអីហ្នឹងអាចប្រើបានមានស្ក្រាប់ក្រូចសើចហើយមានក្រែមលាបមាត់ដែលជួយព្យាបាលបបោមាត់ខ្មៅហើយនេះសកម្មភាពដែលគេកំពុងធ្វើស្ក្រាប់ហើយកាលពីមុនគាត់ថាលាយដោយដៃតែឥឡូវគេកំងច្រើនលាយដោយដៃអត់ទាន់ទេអញ្ចឹងហើយគាត់ត្រូវការម៉ាស៊ីនជំនួយអីខ្លះដែរហើយផ្សំពីល្ងខ្មៅពិតទៅបងប្អូនមិននឹកស្មានថាល្ងយកទៅលាយជាមួយនឹងគ្រឿងផ្សំជាច្រើនមុខផ្សេងទៀតបង្កើតបានទៅជាស្ក្រាប់ដែលមានគុណភាពដុសខ្លួនហើយធ្វើឲ្យស្បែកទន់ភ្លឺអាឡងមានសំណើមខ្ញុំស្រឡាញ់ស្ក្រាប់ល្ងខ្មៅនេះខ្លាំងមែនទែនណាបងប្អូនមើលសាច់គេឡងខាប់ល្អមែនទែនហើយមានក្លិនក្រអូបសំខាន់ពេលដែលយកមកដាក់ដុសលើស្បែកបន្ទាប់ពីយើងស្ក្រាប់ហើយគឺស្បែកយើងភ្លឺអាឡងហើយគឺយើងអត់មានអារម្មណ៍ថាវាមានជាតិកាត់អីទេអត់ខ្លាចអត់ញើតណាគឺសុបាយនឹងប្រើហ្មងព្រោះគេល្បីថាផលិតនៅស្រុកខ្មែរផលិតផលស្នាដៃកូនខ្មែរឥឡូវខ្ញុំបានមកដល់ទីតាំងផ្ទាល់ហើយមកដល់ឃើញសកម្មភាពបុគ្គលិកគេច្រើនមែនទែនកំពុងតែអង្គុយធ្វើខ្ញុំលើកទឹកចិត្តខ្លាំងមែនទែនពីព្រោះនេះគឺជារឿងល្អទី1ជួយឲ្យកសិករគាត់មានទីផ្សារលក់ចេញដំណាំដាំដុះដែលគាត់ដាំនៅតាមផ្ទះហើយក៏ជួយឲ្យបងប្អូនមានការងារធ្វើថែមទៀតដោយសារតែផលិតមួយថ្ងៃក្នុងបរិមាណច្រើនពួកគាត់ក៏មានការងារធ្វើច្រើនដែរគ្រប់គ្រងស្នាដៃខ្មែរមានតែជួយប្រើប្រាស់ផលិតផលខ្មែរទាំងអស់គ្នាតោះសាប៊ូសូត្រមាសឯក Beauty និងផលិតផលផ្សេងទៀតអាចរកទិញបានតាមរយៈ page ឯក Beauty ដោយផ្ទាល់អរគុណបងប្អូនទាំងអស់គ្នាដែលចូលចិត្តវីដេអូមួយនេះជម្រាបលា